Hello, hello, 1 2 3 Hello, 1 2 3បាទជាបឋមសូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានជ្រាបថានេះជាកម្មវិធីប្រកួតមិត្តភាពស្លាប់រស់រវាងដើមភូមិនិងចុងភូមិហើយឥឡូវនេះយើងកំពុងតែធ្វើការរងចាំគូបរិបៈមួយចំហៀងទៀតអត់តន់ឃើញមកដល់ប្រហែលជាភ័យស្លន់ស្លោឬអាចរាកនោមហើយមើលទៅយើងនឹងធ្វើការរងចាំកន្លះម៉ោងទៀតបើសិនជាគូប្រកួតអត់មកដល់ទីលានប្រកួតទៅយើងនឹងឲ្យបង្គោលខៀវឈ្នះដោយស្វ័យប្រវត្តិໄວពួកម៉ាក់មិនតន់ដល់កន្លែងប្រកួតទេពួកម៉ាក់អូយពួកម៉ាក់ឯងកើតអីគេបានជាវ័យគ្នាចឹងវើយអូយចុកណាស់វើយឲ្យគ្នាសុំតោផង friend គ្នាវង្វេងស្មានទៅដល់កន្លែងប្រកួតហើយឯងវង្វេងវាយឡើងចង់បាក់ថ្មិញគ្នាហើយវាយឲ្យគ្នាសុំតោផងប្រូមិនអីទេប្រូពេលប្រូឯងប្រកួតណាវាយឲ្យច្បាស់ដូចជាឯងវាយគ្នាអញ្ចឹងវាយអូខេប្រូឡើងមកប្រូអូខេ friend បាទឥឡូវនេះគូប្រកួតបានធ្វើការអញ្ជើញមកដល់ហើយហើយចុចកម្មវិធីនឹងធ្វើការប្រកួតឥឡូវនេះតែម្ដងបាទលោកតាចាខ្ញុំបញ្ចូលបច្ច័យ 5,000 រៀលអរគុណក្មួយប្រុសដែលបានចាប់អ្នកផលកសាងបុណ្យកុសលសូមឲ្យក្មួយហើយនឹងមិត្តភក្តិក្មួយប្រកួតឈ្នះអស់មានសត្រូវសំបីតែតាក៏ចាក់ខាងក្មួយប្រុសនឹងដែរចំនួន 50,000 សាធុឈ្នះពួកម៉ាក់ឯងមើលទៅអាចយកឈ្នះប៉ែនោះបានដែរឬអត់វ៉ៃគ្នាមើលទៅប៉ែនឹងដូចជាមិនមែនជាមនុស្សធម្មតាទេវ៉ៃមិនអីទេពួកម៉ាក់យើងត្រូវតែតាំងចិត្តកុំភ័យកុំខ្លាចបើយើងភ័យយើងខ្លាចគេយើងនឹងចាញ់ប្រៀបគេហើយបើឯងមានឱកាសខំលឹកជាវាណាឯងខំលឹកជាវាយកតែម្ដងទៅវ៉ៃអូខេពួកម៉ាក់មុននឹងធ្វើការប្រកួតខ្ញុំសូមនិយាយអំពីប្រវត្តិរូបរបស់កីឡាករទាំងពីរបង្គោលក្រហមមានឈ្មោះថាត្រងោលសពថ្ងៃរស់នៅក្នុងភូមិអង្គចៅឃុំកំពែងស្រុកគ្រីវង្សខេត្តតាកែវមានកម្ពស់ 1.53 ហ៊ុន 6 លីមានទម្ងន់56 គីឡូពីខំចាស់ធ្លាប់ប្រកួតជាមួយប្រពន្ធចំនួន50 ដងត្រូវប្រពន្ធវាយបែកមាត់ចំនួន60 ដងវាយចាញ់ប្រពន្ធលួចជេរម៉ែក្មេកត្រូវប្រពន្ធដេញចេញពីផ្ទះចំនួន150 ដងឬឯបង្គោលខៀវវិញមានឈ្មោះថាសេលមេសពថ្ងៃរស់នៅក្នុងឃុំដូចគ្នា
មានកម្ពស់1ម៉ែត្រ75មានទម្ងន់65គីឡូធ្លាប់ប្រកួតក្នុងវងផឹកស៊ីរាប់ភ្លេចនិងផ្ដួលគោប្រកួតឲ្យសន្លប់ក្នុងវងផឹកស៊ីរាប់មិនអស់មិនដែលចាញ់មិនដែលជិញលុយ អាពុកម៉ាក់ពិធីករនឹងមកពីខាងណាមកវ៉ៃនិយាយលើកជើងបកោខៀវម៉ាគ្នាក៏មិនដឹងដែរប្រហែលជាពិធីករនឹងណាចាក់ខាងបកោខៀវហើយបាននិយាយលើកជើងបកោខៀវអញ្ចឹងនោះមានលក្ខអាវុធលក្ខអីអត់ប្រូអត់មានទេបងអូខេឥឡូវខ្ញុំធ្វើការឆែកមើលសិនអូខេលក្ខខណ្ឌនៃការប្រកួតហាមតត់ពងហាមខំលឹកជានិងហាមជេរម៉ែអូខេបាទបងអូខេបុកណូប្រូហាមលួចខាក់គេពីក្រោយខ្នងឥឡូវនេះខ្ញុំធ្វើការប្រមានប្រូឯងមួយបើសិនប្រមាន3ដងនឹងធ្វើការបញ្ឈប់ការប្រកួតរបស់ប្រូឯងតែម្ដងអូខេបាទបងសុំទោសបងមិញខ្ញុំវងវែងបងសុំទោសបងអូខេឥឡូវចប់ទឹកទី1ហើយអាចទៅសម្រាកសិនចោះប្អូនបាទបងបាទឥឡូវនេះទឹកទី1បានកន្លងផុតទៅហើយចិត្តធានចូលដល់ទឹកទី2យើងក៏លេចទៅមើលបង្គោលក្រហមដូចជាភេងញាប់ខ្លោកហើយវ៉ៃអាពុកម៉ាក់ឯងញ៉ាំមកច្រើនទៅវ៉ៃធ្វើមិនវ៉ៃឈ្នះអាប៉ែនឹងឲ្យបានវ៉ៃអូខេញ៉ាំមកច្រើនណាបងវ៉ៃអាប៉ែនឹងឲ្យសន្លប់ក្នុងទឹកទី2នឹងយកបងត្រៀមអ្នកឲ្យកាចេញក្រៅវ៉ៃគូ10ខ្សែទឹកទី2បុកយ៉ាងម៉េចទៅហើយប្អូនអាចប្រកួតបានទៀតអត់បញ្ហាបុក1 2 3 4 5 6 7 8 9 10ងាប់ហើយវ៉ៃក្រូកាចឹងសោះវ៉ៃអត់ឈ្នះដែរវ៉ៃដាក់ចឹងបោស្ទះបាត់ហើយវ៉ៃឯខំចាក់ខាងវេអស់50000ពូអត់អាចឡើងវ័យគេចឹងបានទេពូចុះវិញពូអូឲ្យពូសុំតបផងវ៉ៃពូច្រឡំ sorry bro ធ្វើអញ្ចឹងកើតទៀតពូបង្គោលក្រហមបានយកឈ្នះបង្គោលខៀវដល់ផ្ដួលគូប្រកួតឲ្យសន្លប់ក្នុងទឹកទី2